ទាន់យល់ច្បាស់នៅឡើយលើសពីនេះភាគីម្ខាងទៀតមិនអត់អន់ឲ្យទេទោះបីជាគាត់ជាអ្នកត្រឹមត្រូវក៏ដោយមិនដែលឈប់ទេជាសំណាងល្អទោះបីជាជីតារបស់ Faisy មានវ័យចំណាស់ណាស់ក៏ដោយយ៉ាងណាក៏ដោយគាត់នៅតែរឹងមាំនិងមានសុខភាពល្អជៀនជួងបានចាត់វិធានការភ្លាមដើម្បីបញ្ឈប់វាប្រសិនបើអ្នកព្យាយាមបញ្ឈប់គាត់ម្ដងទៀតអ្នកនឹងសម្លាប់គាត់វានឹងបង្កបញ្ហាដល់អ្នកតែប៉ុណ្ណោះប្រសិនបើអ្នកមិនពេញចិត្តនឹងខ្សែអក្សរហេតុអ្វីមិនគ្រាន់តែហៅប៉ូលីសហើយនាំគាត់ទៅប៉ុស្តិ៍ប៉ូលីសភាគីម្ខាងទៀតបានស្ដាប់អ្វីដែលជីតានិយាយខ្ញុំគិតថាវាសមហេតុផលណាស់ពួកគេគ្មានជំរឿអ្វីក្រៅពីបោះបង់ចោលឡើយទុកឲ្យគ្រូធាត់ទៅចុះសូម្បីតែពេលមកដល់ក្រុមហ៊ុនក៏ដោយចុងភៅធាត់នៅតែមិនត្រូវបានគេពេញចិត្តពីមិត្តរួមការងាររបស់គាត់តែងតែឯកោនឹងត្រូវបានដកចេញពីសង្គមនៅថ្ងៃនោះ Fati បានបុកជាមួយចៅហ្វាយនិងលេខារបស់គាត់ដោយចៃដន្យលេងសើចក្នុងការិយាល័យព្រោះគាត់មិនបានគូសទ្វារមុនពេលចូលថៅកែខឹងខ្លាំងភ្លាមខណៈពេលដែលគាត់ហៀបនឹងបញ្ចេញកំហឹងរបស់គាត់ប៉ុន្តែពេលនោះតែម្ដងភ្លាមនោះម្ចាស់ផ្ទះបានរុញទ្វារបើកហើយប្រញាប់ប្រញោលចូលទៅសម្លឹងមើលទឹកមុខដ៏ខូខើរបស់ម្ចាស់ផ្ទះថៅកែមានគំនិតរហ័សមួយភ្លាមពួកគេបានប្រគល់កំហុសទាំងអស់ទៅឲ្យគ្រូធាត់ចុងភៅធាត់ត្រូវបានបង្ខំដោយការបកស្រាយនិងល្បិចកលរបស់ថៅកែដោយគ្មានជំរឿផ្សេងទៀតគាត់អាចត្រឹមតែងក់ក្បាលប៉ុណ្ណោះគាត់បានទទួលខុសត្រូវចំពោះចៅហ្វាយក្រោយមកគ្រូធាត់រូបនេះមានអារម្មណ៍ថាមានកំហុសយ៉ាងខ្លាំងចូលចាត់វិធានការដើម្បីសុំទោសលេខាធិការស្រីប៉ុន្តែគាត់មិនដែលរំពឹងទុកទេលេខាធិការស្រីម្នាក់នេះគាត់ក៏ជាមនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងដែរមិនត្រឹមតែពួកគេមិនឲ្យតម្លៃវាទេផ្ទុយទៅវិញគាត់ចាប់ផ្ដើមជេរប្រមាថគ្រូធាត់នោះគាត់ត្រូវបានចោទប្រកាន់ពីបទបំផ្លាញឱកាសរបស់គាត់ក្នុងការផ្គប់ចិត្តចៅហ្វាយរបស់គាត់ឱកាសដើម្បីឡើងកាន់អំណាចដោយជោគជ័យពេលនោះមិត្តរួមការងារស្រី2នាក់ទើបតែដើរចូលមកអ្នកពិតជាគួរឲ្យស្អប់ខ្ពើមណាស់លួចមើលខ្ញុំពីបង្គន់ដូច្នេះអ្នកជាមនុស្សស្បែកលឿងដែលវង្វេងស្មារតីមែនទេអូយពិតមែនឬតើអ្នកកំពុងព្យាយាមលួចមើលខ្ញុំមែនទេកូនប្រុសឲ្យមិនក៏ឯងគ្មានភាពខ្មាស់អៀនយ៉ាងនេះអ្វីទាំងអស់សៀវមីដែលកំពុងឈរនៅម្ខាងបានឃើញអ្វីគ្រប់យ៉ាងច្បាស់បន្ទាប់ពីចេញពីធ្វើការសៀវមីបានចាត់វិធានការដើម្បីឈានទៅមុខលួងលោមគ្រូធាត់ដែលធ្លាក់ទឹកចិត្តអំឡុងពេលសន្ទនារបស់ពួកគេបានបង្កើតអារម្មណ៍ចំពោះគ្នាទៅវិញទៅមកបន្តិចម្ដងស្នេហាសម្ងាត់មួយកំពុងកើតឡើងភាពកក់ក្ដៅដែលមិននឹកស្មានដល់នេះវាក៏អនុញ្ញាតឲ្យគ្រូបង្រៀនធាត់ដែលរស់នៅក្នុងភាពឯកោអស់រយៈពេលយូរមកហើយពន្លឺនៃក្តីសង្ឃឹមបានភ្លឺឡើងវិញក្នុងជីវិតរបស់ខ្ញុំប៉ុន្តែ